ជារបបខ្ញុំសូមគោរពនិងជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយចង់បង្ហាញបងប្អូនអំពីវិធីព្យាបាលមាន់ដង្កាបាច់ឬក៏ជំងឺញូកាសបងប្អូននឹងស្រាប់ហើយជំងឺនេះពេលណាដែលកើតឡើងលើមាន់របស់យើងគឺវាពិបាកក្នុងការព្យាបាលបន្តិចហើយជំងឺនេះគឺវាមាននៅក្នុងខ្លួនមាន់របស់យើងជារៀងរហូតទោះយើងព្យាបាលមាន់ជាក៏ដោយហើយមាន់នេះបើសិនជាយើងព្យាបាលវាជាយើងក៏មិនអាចទុកវាធ្វើពូជបានដែរពីព្រោះកាលណាដែលយើងទុកវាធ្វើពូជវាអាចឆ្លងទៅកូនរបស់វានឹងកើតមានជំងឺបែបនេះបន្តទៀតផងដែរអញ្ចឹងកុំឲ្យបងប្អូនចាំយូរសូមចូលមើលពីវិធីផ្សំថ្នាំបែបធម្មជាតិរបស់ខ្ញុំទាំងអស់គ្នាសម្រាប់ការព្យាបាលជំងឺញូកាសនេះហើយគ្រឿងផ្សំសម្រាប់ព្យាបាលមានស្រួលទេបងប្អូនអាចស្រួលរកបានដំបូងខ្ញុំមានខ្ទឹមសបងប្អូនអាចប្រើ1មើមធំនេះខ្ទឹមស1មើមធំហើយនឹងអំបិលបងប្អូនអាចប្រើចំនួន1ស្លាបព្រាហើយនេះខ្ញីបងប្អូនអាចប្រើ1មើមធំប៉ុណ្នេះមកហើយនឹងស្លឹកគ្រៃនេះគឺជាស្លឹកគ្រៃខួបហើយស្លឹកគ្រៃឡើងគល់បងប្អូនយកមកទាំងឫសចឹងមកហើយបងប្អូនយកមកហើយលាងទឹកឲ្យស្អាតចាំបងប្អូនយកមកលាយជាមួយនឹងទឹកបន្ទាប់មកបងប្អូនត្រូវយកគ្រឿងផ្សំទាំង3មុខនេះដំឲ្យទូបែបនេះដើម្បីឲ្យវាមានចេញជាតិល្អកាលណាដែលយើងដំវាឲ្យទូបែបនេះគឺវាធ្វើឲ្យវាចេញជាតិបានល្អសពហើយដើម្បីឲ្យវាខ្ញុំប្រើចំនួនប្រសិទ្ធភាពក្នុងការជាបានមាន់របស់យើងអញ្ចឹងបងប្អូនយកគ្រឿងផ្សំទាំង3នេះទាំងខ្ញីទាំងគល់ស្លឹកគ្រៃហើយនិងស្មានសបងប្អូនត្រូវដំឲ្យទូបែបនេះបើបងប្អូនយកច្រើនយើងអាចដាក់ទឹកប្រហែលជា2លីត្រសម្រាប់ខ្ញុំប្រាប់ប៉ុណ្ណេះគឺខ្ញុំប្រើទឹកចំនួន1លីត្រកន្លះហើយការដាំទឹកនេះបងប្អូនត្រូវរងាស់វាឲ្យបានរៀងទឹកបន្តិចចាំបងប្អូនយកមាន់យើងផឹកអញ្ចឹងតើពេលយើងដាំវារងាស់វាឲ្យរីងបន្តិចហើយយើងត្រូវទុកវាត្រជាក់បន្តិចចាំបងប្អូនយកឲ្យមាន់យើងផឹកហើយវិធីប្រើគឺបងប្អូនប្រើមួយថ្ងៃ2ដងគឺពេលព្រឹកម្ដងហើយនិងពេលល្ងាចម្ដងបងប្អូនហាមដាច់ខាតគឺកុំប្រើពេលថ្ងៃកាលណាដែលយើងប្រើពេលថ្ងៃគឺវាធ្វើឲ្យមាន់យើងក្តៅខ្លាំងពីព្រោះវាវត្ថុធាតុផ្សំរបស់យើងនេះគឺវាមានខ្ញីហើយនិងខ្ទឹមវាអាចធ្វើឲ្យមាន់យើងនឹងក្តៅខ្លាំងអញ្ចឹងការប្រើគឺយើងអាចប្រើពេលព្រឹកនិងពេលល្ងាចធ្វើឲ្យមាន់យើងវាមិនសូវក្តៅនៅក្នុងខ្លួនរបស់វាអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗនិងគន្លឹះថ្មីៗពីការចិញ្ចឹមមាន់ពីខ្ញុំបើមានកន្លែងណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសសម្រាប់ខ្ញុំផងអរគុណសូមគោរពលា